សួស្តីយើងវិលត្រឡប់មកជួបគ្នាសារជាថ្មីបងប្អូនជាមួយនឹងវីដេអូតម្រូវឆ្នោតយួនសម្រាប់លេខហេងថ្ងៃទី27បាទខែ7ឆ្នាំ2026បាទម្សិលមិញម្សិលថ្ងៃនេះបាទដោយសារតែរវល់ហើយមេឃក៏ភ្លៀងបាទទើបអាក់ខានក្នុងការចែកជូនទៅកាន់លោកយាយលោកតាបងប្អូនបាទដោយសារតែយើងនិយាយទៅគឺវាលើសម្លេងខ្លាំងបាទអញ្ចឹងបងប្អូនសម្រាប់ថ្ងៃនេះក៏មេឃល្អអាចអំណោយផលអញ្ចឹងយើងក៏បន្តចែកជូននៅតម្រូវលេខឲ្យបងប្អូនយកទៅធ្វើការផ្សងសំណាងសម្រាប់លោកយាយលោកតាបងប្អូនដែលទស្សនាកន្លងមកដែលមិនទាន់បានចុច Subscribe ឬក៏ចុចជាវហើយដាក់សញ្ញារូបកណ្ដឹងហ្នឹងក៏សូមចាត់ពុកម៉ាមីងបងប្អូនទាំងអស់គ្នាជួយចុចម្នាក់មួយផងបាទវាអត់ខាតបង់អីសម្រាប់បងប្អូនទេបងប្អូនហើយវាគឺជាការផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំបាទពេញទេដើម្បីឲ្យរៀបចំចែកជូនបងប្អូនជារៀងរាល់ថ្ងៃនៅតម្រូវលេខហើយសូមបញ្ជាក់ថាលេខដែលខ្ញុំចែកជូនបងប្អូនហ្នឹងគឺសុទ្ធតែជាលេខល្អៗហើយចែកជូនអត់មានគិតថ្លៃពីបងប្អូននោះទេបាទគឺបងប្អូនអាចទស្សនាដោយឥតគិតថ្លៃគឺគ្រាន់តែបងប្អូនជួយទស្សនាពីដើមរហូតដល់ចប់ទៅបងប្អូនបាទអញ្ចឹងយើងចូលទៅកាន់តម្រុយដែលខ្ញុំបានរៀបចំតែម្ដងសម្រាប់ថ្ងៃទី27នេះបាទអញ្ចឹងសម្រាប់លេខដែលយើងនឹងធ្វើការលេងសម្រាប់ឆ្នោតបាទគឺយើងលេងឆ្នោតយួនថ្មីនិងឆ្នោតយួនចាស់ចំពោះឆ្នោតយួនថ្មីបងប្អូនសើមលេងម៉ោង10កន្លះម៉ោង1កន្លះហើយឆ្នោតយួនចាស់យើងលេងម៉ោង4កន្លះនិងម៉ោង6កន្លះបាទអញ្ចឹងសម្រាប់លេខគ្រាប់ទី1សម្រាប់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចកត់ចំណាំយកទៅលេងទាំងអស់គ្នាបាទលេខ88បាទបងប្អូនបូក88ទៅបងប្អូនបាទអញ្ចឹង88នេះលេខល្អខ្លាំងមែនទែនថ្ងៃនេះបាទអញ្ចឹងបងប្អូនអាចយកទៅលេងបានភាគច្រើនមកលេខ88នេះបងប្អូនអាចលេងម៉ោង4កន្លះឆ្នោតយន្តចាស់បងប្អូនអាចលេងទៅបាទបូករៀងក្រាស់តិចទៅបាទសម្រាប់លេខគ្រាប់នេះហើយគ្រាប់ទី2សូមបូក74ហើយគ្រាប់ទី3សូមពុកម៉ាមីវិញបូក68និងគ្រាប់ទី4យើងលេង02បាទចំពោះលេខធំបាទយើងក៏មានមួយគ្រាប់ឲ្យបងប្អូនយកទៅលេងផ្សងសំណាងផងដែរគឺបងប្អូនគឺតម្រូវឲ្យគុណលេខបាទហើយលេងទាំង4ប៉ុស្តិ៍ទៅគឺសូមយក934បងប្អូនបើអត់ចេះគុណលេខបងប្អូនគ្រាន់តែប្រាប់មេទៅគេនឹងគុណឲ្យបាទជាងយើងគុណត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មកបាទចឹងបងប្អូនគុណតម្រុយ100ទៅបងប្អូនចឹងខ្ញុំបាទក៏សូមឆ្លេះតែប៉ុណ្្នឹងចែកជូនបងប្អូនបាទសូមអរគុណសូមគោរពលាជូនពរត្រូវឆ្នោតគ្រប់គ្នាបាទ